វគ្គសិក្សា Revit កម្រិត Master យើងបញ្យល់បន្ថែមបន្តិចសម្រាប់អ្នកចង់រៀនផ្ទាល់និងអនឡាញសម្រាប់សិស្សរៀនផ្ទាល់មានន័យថាដោយគម្រោងដែលខ្ញុំពងបើកហ្នឹងគឺជាគម្រោងរបស់សិស្សគាត់គូទេគាត់រៀនបាន5សប្តាហ៍ប៉ុន្តែសួរថាហេតុអីបានជាគាត់ធ្វើបានច្រើនដោយសារតែករណីគាត់រៀនផ្ទាល់គឺយើងមានគ្រប់មេរៀន support ដើម្បីឲ្យគាត់រៀនបានច្រើននៅក្នុង Revit វាមានមុខងារច្រើនករណីយើងរៀនតិចៗគឺយើងរៀនអត់ចេះទេអញ្ចឹងករណីនៅក្នុងការរៀនហ្នឹងគឺយើងមានមេរៀន support ច្រើនដើម្បីឲ្យសិស្សដែលរៀនផ្ទាល់ហ្នឹងគឺគាត់អាចមើលមេរៀនបានមុនហើយបើគាត់មានពេលរៀនច្រើនគាត់ឆាប់បញ្ចប់តាក់ទងមួយការងាររៀនអញ្ចឹងណាជាទូទៅនៅក្នុងកម្មវិធី Revit គឺវាមានមុខងារសម្រាប់គូមិនចេះតែគូបានទេអញ្ចឹងករណីដែលយើងរៀនមុខងារបានតិចពេកយើងរៀនហើយយើងធ្វើការអត់កើតទេឬក៏ពេលដែលយើងរៀនហើយពិបាកយើងលែងប្រើកម្មវិធី Revit ហើយយើងទៅប្រើកម្មវិធី SketchUp ឬក៏កម្មវិធី AutoCAD ជំនួសវិញភាគច្រើននៃបទពិសោធន៍របស់ខ្ញុំអ្នកដែលគាត់រៀន Revit អត់ច្បាស់គឺគាត់ត្រឡប់ទៅប្រើកម្មវិធី SketchUp ឬក៏ AutoCAD វិញហើយសម្រាប់វីដេអូបញ្យលណែនាំហ្នឹងគឺយើងចង់ឲ្យគ្នាយើងដែលគាត់ចង់រៀនកម្មវិធី Revit ហ្នឹងឲ្យគាត់ស្វែងយល់ជាមួយអ្នកដែលគេច្បាស់លាស់ដើម្បីអាចរៀនកម្មវិធីហ្នឹងហើយគាត់អាចប្រើការបានណាចឹងសម្រាប់វីដេអូណែនាំហ្នឹងគឺយើងបញ្យល់បានប៉ុណ្ណឹងហើយជួបគ្នានៅវីដេអូក្រោយ